មុខម្ហូបដែលអត់ត្រូវចំអិនលើភ្លើងឆ្ងាញ់ចំណាយតិចហើយធ្វើលឿនចាថ្ងៃនេះខ្ញុំធ្វើញោមស្វាយថៃឆ្អើរមុខនេះក៏ញ៉ាំចុះបាយដែរអញ្ចឹងដំបូងគឺខ្ញុំយកស្វាយមកចិតលាងទឹកឲ្យស្អាតដើម្បីយកវាទៅឈូសចំពោះស្វាយ2ផ្លែហ្នឹងគឺចំណាយអស់តែ1000ទេបន្ទាប់មកខ្ញុំចាប់ផ្ដើមបុកទឹកថៃអញ្ចឹងខ្ញុំមានខ្ទឹមសម្ទេសខ្ញុំដាក់ស្ករសជាមួយរ៉ូឌីបុកវាឲ្យរៀងឡើងម៉ត់ហើយបាទខ្ញុំថែមទឹកថៃចូលអ្នកទាំងអស់គ្នាដាក់គ្រឿងម៉មបានទេអញ្ចឹងបើស្ទើរអ្នកទាំងអស់គ្នាអាចថែមនៅពេលញ៉ាំបានបន្ទាប់មកខ្ញុំយកកឋិនមួយស្អាតដើម្បីយកមកញ៉ាំអញ្ចឹងខ្ញុំចាក់ស្វាយចូលខ្ញុំមានខ្ទឹមសបើអ្នកទាំងអស់គ្នាញ៉ាំខ្ទឹមក្រហមអាចដាក់បានថៃឆ្អើរជាមួយនឹងទឹកថៃមិញអញ្ចឹងចំពោះថៃឆ្អើរខ្ញុំទិញមកចង្កាក់5000ខ្ញុំយកវាទៅដាក់ក្នុង air fryer អាំងឲ្យវាស្រួយៗហើយខ្ញុំយកមកប្រឡេះឆ្អឹងចេញអញ្ចឹងបន្ទាប់ពីយើងកូរវឹកគ្រឿងនឹងចូលគ្នាហើយអ្នកទាំងអស់គ្នាភ្លក់ឲ្យត្រូវតាមការចូលចិត្តបន្ទាប់មកអាចថែមជីម្ទេសឬក៏សណ្តែកដីបានអ្នកទាំងអស់គ្នាឲ្យបន្ទុកមុខម្ហូបខ្ញុំបានដែរអាច comment នៅខាងក្រោមបានណាអរគុណ